ឃើញដៃញាប់ស្អីកំពុងអាចិត្តស្វាយអ្នកនរគ្នាបច្ចុប្បន្នឃើញដំបិលម្ទេសហ្មងនេះហើយអ្នកមើលកំតាំងលេបទឹកមាត់តាណាណាខ្ញុំគិតថាចិត្តដើម្បីទទួលភ្ញៀវទេអានេះកំដរលៀងមើលក្រោយញ៉ាំបាយហើយបាទវីដេអូថ្ងៃនេះគឺស្រក់ទឹកមាត់ទៀតហើយជាមួយនឹងមុខម្ហូបផ្លែបាទថ្ងៃនេះគឺទៅញ៉ាំបាយនៅផ្ទះមិត្តភ័ក្តិរបស់ខ្ញុំចាន់នីបាទមួយថ្ងៃមានធ្វើអីទេអង្គុយទៅរនឹកថ្ងៃនេះហូបអីគេគឺតើមិត្តភ័ក្តិខ្ញុំប្រកាសធ្វើម្ហូបឡើងអញ្ចឹងមកគេបានប្តីល្អអញ្ចឹងបានថាមនុស្សស្រីនៅពេលដែលចេះធ្វើម្ហូបក្របមុខរៀបចំផ្ទះស្អាតបាតអញ្ចឹងទៅគ្មានប្តីណារត់ចោលយើងកើតទេតែបើថាមិនចេះរៀបចំទុកដាក់ផ្ទះសម្បែងឆ្វែចក្រែមមិនទាន់ជុំទេគាត់ថាសិនរស់មិនសល់បានទៀតនឹងគេទៅចោលហើយនេះអើយហើយនៅពេលដែលបានមកហូបអីជុំគ្នានៅផ្ទះមិត្តភ័ក្តិអញ្ចឹងទៅនឹកឃើញកាលពីមុនកូវីដណាអយតែពេលល្ងាចឡើងក៏តែងតែស៊ូគ្នាហើយតែញ៉ាំបាយផ្ទះណាគេណាត់គ្នាចូលទៅផ្សារទិញនេះទិញនោះអញ្ចឹងទៅចូលលុយគ្នាញ៉ាំធ្វើបាយធ្វើម្ហូបនៅផ្ទះមិត្តភ័ក្តិម្នាក់មួយថ្ងៃដូរគ្នាអញ្ចឹងណាដូរបរិយាកាសហូបបាយកាលហ្នឹងគឺថាសប្បាយមែនទែនហ្មងតែតាំងពីកូវីដហើយបែកបាក់សាមគ្គីភាពអស់មិត្តភ័ក្តិក៏បែករសាយអស់អ្នកខ្លះក៏មានកូនមានប្តីមានស្រីអស់លលេងលោកអើយនៅសល់តែខ្ញុំនេះហើយអ្នកខ្លះទៀតក៏មានគ្រួសារទៅដល់ស្រុកគេស្រុកអុយអស់លលេងមើលអ្នកណាមានខ្លួនដឹងតែខ្លួនឯងបានប្តីទៅស្រុកឆ្ងាយខមមិនខាងក្រោមមកកុំឲ្យគេមិនសិនឈ្មោះអ្នកខ្លះទៀតគេទៅដល់រាជធានីបាទបានលឺហើយក៏ខមមិនដែលមកនៅពេលដែលយើងនឹកឃើញពេលវេលាត្រឡប់ថយក្រោយវិញបានដឹងថានៅពេលដែលយើងនៅជុំគ្នាមានភ័ក្រខ្លះដែលគាត់មិនទាន់មានគូសកលរៀបការទៅក្រៅប្រទេសឬក៏នៅក្នុងស្រុកឬក៏នៅក្នុងខេត្តផ្សេងក៏ដោយនៅពេលនោះគឺថាសប្បាយរីករាយនឹងការជួបជុំគ្នាមែនទែនអញ្ចឹងហើយបានថាវីដេអូថ្ងៃនេះថតទុកទៅថ្ងៃក្រោយអញ្ចឹងទៅយើងអង្គុយមើលសារថ្មីថាអ្នកណាខ្លះដែលនៅ single សង្ស័យតែខ្ញុំនៅក្រោយគេទេមើលទៅនេះរីឯបងប្អូនរបស់ខ្ញុំវិញក៏មានអស់ដែរនៅឡើយតែខ្ញុំស្រេចហើយចោះនេះសង្ស័យតែអេតតតែម្ដងនេះយ៉ាងតែមិនជាអ្វីទេឲ្យតែបាននៅជួបជុំមិត្តភ័ក្តិបងប្អូនយើងញ៉ាំអីជុំគ្នាបង្កើតអនុស្សាវរីយ៍បែបនេះក៏ល្អកំកត់សប្បាយចិត្តដែរហើយពុកម៉ែបងប្អូនដែលនៅជុំគ្នាបាទកុំភ្លេចបង្កើតអនុស្សាវរីយ៍ញ៉ាំអាហារជុំគ្នាពុកមិត្តភ័ក្តិបងប្អូនរបស់យើងអញ្ចឹងណាថ្ងៃបុណ្យថ្ងៃទៀនថ្ងៃណាក៏បានមិនចាំតែថ្ងៃបុណ្យថ្ងៃទៀនថ្ងៃធម្មតាក៏បានដែរហើយវីដេអូថ្ងៃនេះគឺខ្ញុំថតទុកអនុស្សាវរីយ៍នៅក្រោយទៅនៅពេលដែលខ្ញុំចាស់ទៅខ្ញុំអង្គុយមើលទៅណាថាកាលនោះវាសប្បាយបែបណាចុះអ្នកទាំងអស់គ្នាវិញដែលកំពុងមើលវីដេអូនេះតើធ្លាប់ទទួលនឹងបទពិសោធន៍ពីខ្ញុំដែរឬអត់ទេណាតែទោះជាយ៉ាងណាបាទកុំភ្លេចបង្កើតអនុស្សាវរីយ៍ល្អៗជាមួយនឹងនៅជុំវិញខ្លួនរបស់យើងមិនថាតែញាតិមិត្តបងប្អូនរបស់យើងមិត្តភ័ក្តិសិស្សស្នាក់របស់យើងទេបាទព្រោះថាមិត្តភាពនេះក៏មិនដឹងថានឹងបាត់បង់នៅពេលណាទេអញ្ចឹងសូមរីករាយនៅអ្វីដែលកំពុងមាននៅពេលបច្ចុប្បន្ននេះឲ្យល្អបំផុតបាទបើស្រឡាញ់ចូលចិត្តចំពោះវីដេអូនេះបាទមិត្តភ័ក្តិទាំងអស់គ្នាពុកម៉ែបងប្អូនកុំភ្លេចជួយ like ជួយ share និង follow page ខ្ញុំម្នាក់មួយផងជួបគ្នាវីដេអូក្រោយថាមានអ្វីបង្ហាញជួយអ្នកទាំងអស់គ្នាទៀតបាទនៅពេលនេះសូមអរគុណសូមជម្រាបលា